សួស្តីបងប្អូនទាំងអស់គ្នាបាទឥឡូវខ្ញុំទទួលបានដំណឹងល្អហើយដោយខ្ញុំបានបាទពិភាក្សាជាមួយនឹងបងបូរីបាទតាក់ទងជាមួយនឹងថ្ងៃទី23ហ្នឹងអញ្ចឹងថ្ងៃទី23ហ្នឹងគឺយើងជួបជុំគ្នាបាទដើម្បីតវ៉ាតម្លៃ app បាទនៅមុខក្រុមហ៊ុន app តែម្ដងអញ្ចឹងក្នុងវីដេអូនេះខ្ញុំសូមបញ្ជាក់ឲ្យច្បាស់ជូនបងប្អូនថាថ្ងៃទី23នៅទីតាំងរង្វង់មូលនាងមច្ឆាជ្រួយចង្វាម៉ោង8ព្រឹកគឺយើងធ្វើការជួបជុំគ្នាបាទនៅទីតាំងនោះរួចហើយយើងធ្វើការដង្ហែពីទីតាំងនោះទៅបាទក្រុមហ៊ុន app ទាំងអស់អញ្ចឹងសូមបាទឲ្យបងប្អូនយើងបាទចូលរួមឲ្យបានច្រើនកកតាមដែលអាចធ្វើបានហើយខ្ញុំសូមបញ្ជាក់ក្នុងវីដេអូនេះផងដែរថាតកតងជាមួយនឹងការធ្វើការដង្ហែខ្ពួនឬក៏បាទយកជំរឿសនេះក្នុងការទៅតវ៉ាជាមួយនឹងខាងក្រុមហ៊ុនដោយសារអីពីព្រោះកន្លងទៅគឺយើងបានធ្វើលិខិតស្នើសុំផ្សេងៗហ្នឹងយកទៅដាក់ខាងបាទខាងក្រុមហ៊ុនរួចរាល់ហើយប៉ុន្តែត្រូវបានគេបដិសេធអញ្ចឹងហើយយើងក៏បានធ្វើការជួបជុំកន្លងទៅផងដែរក៏មានបាទអភិបាលរងក្រុងបាទគាត់ជួយសម្របសម្រួលហើយឲ្យធ្វើលិខិតស្នើសុំឬក៏ញត្តិនឹងដាក់ទៅខាងសាលាក្រុងផងដែរប៉ុន្តែមកដល់ពេលនេះគឺយើងមិនទាន់មានដំណឹងអីសោះអញ្ចឹងអ្វីខ្ញុំសម្រេចនឹងវិភាសាជាមួយនឹងបងបរិយបាទគឺយើងបាទពួកយើងបានសម្រេចយកបាទការជួបជុំនិងដង្ហែក្បួនតវ៉ាបាទទៅតវ៉ានៅមុខក្រុមហ៊ុនតែម្ដងអញ្ចឹងតកតងជាមួយការតវ៉ានេះវាជាជំរឿសចុងក្រោយហើយដែលយើងបាទយកមកបាទយកមកប្រើប្រាស់អញ្ចឹងសង្ឃឹមថាបងប្អូនយើងដែលជាអ្នកប្រកបមុខរបរអាជីពជាអ្នករត់កង់3នេះសូមបាទចូលរួមឲ្យបានច្រើនណាបងប្អូនហើយខ្ញុំបញ្ជាក់ក្នុងវីដេអូនេះឲ្យច្បាស់ផងដែរថាបើថ្ងៃទី23នេះបងប្អូនមិនបានមកចូលរួមឲ្យបានច្រើនកកទេអញ្ចឹងយើងអត់មានបាទសម្លេងឬក៏បាទទឹកមាត់ប្រៃទៅនិយាយជាមួយនឹងខាងក្រុមហ៊ុនទេអញ្ចឹងកាលណាដែលបងប្អូនថ្ងៃទី23មកចូលរួមតែត្រឹម50-60នាក់បាទអានោះមានថាខ្ញុំនិយាយមុនគឺបរាជ័យបាត់ទៅហើយតែបើមិនសិនជាបងប្អូនបាទចូលរួមចាត់ពី300នាក់500នាក់អូខេយើងធ្វើការដង្ហែទៅអញ្ចឹងខ្ញុំសូមបញ្ជាក់ជូនបងប្អូនត្រង់ចំណុចហ្នឹងបើសិនជាការចូលរួមតិចខ្ញុំបាទសូមដកខ្លួនហើយក៏ឈប់ពាក់ព័ន្ធតាក់ទងជាមួយនឹងការធ្វើវីដេអូតវ៉ាតម្លៃ app ឯទៀតដែរគឺយើងរកស៊ីធម្មតាតែបើសិនជាការចូលរួមហ្នឹងបាទបងប្អូនចង់បានជោគជ័យបាទចង់បានឃើញនៅតម្លៃមួយដែលសមស្របតាមដែលយើងបាទដាក់ស្នើសុំនៅក្នុងលិខិតស្នើសុំរបស់យើងនេះអញ្ចឹងដើម្បីឲ្យវាបានជោគជ័យគឺអាស្រ័យលើបងប្អូនបាទចូលរួមឲ្យបានច្រើនកកអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូនឃើញវីដេអូនេះហើយបាទជួយបាទបងប្អូនខ្លាចខ្ញុំល្បីខ្លាចអីខ្ញុំអត់ដឹងទេគ្រាន់តែអ្វីដែលខ្ញុំធ្វើគឺខ្ញុំហ៊ានលះបង់បាទអញ្ចឹងខ្ញុំប្រើវាអាម៉ាត់គឺមានតែជួយ share ហ្នឹងហើយព្រោះក្នុងការដើម្បីឲ្យបងប្អូនយើងផ្សេងទៀតគាត់បានដឹងគឺមានអីក្រៅពីការ share ហើយខ្ញុំ share ក្នុង Facebook ខ្ញុំផ្ទាល់ចេះគ្មានអីខ្ញុំអត់មានបានលុយចំណូលអីទេខ្ញុំនិយាយអស់ក្នុងវីដេអូនេះហ្មងអញ្ចឹងខ្ញុំធ្វើនេះគឺដើម្បីផលប្រយោជន៍រួមបើបងប្អូនបានឃើញហើយគ្មានអីក្រៅពីជួយ share ហ្នឹងឯងហើយបើបងប្អូនមិនជួយ share បាទគឺវាអត់បានទលំទលាយដល់បងប្អូនយើងផ្សេងទៀតដែលគាត់បានដឹងថាយើងបាទកំណត់ថ្ងៃទី23នៅរង្វង់មូលនាងមច្ឆាបាទដើម្បីយើងធ្វើការដង្ហែក្បួនបាទទៅក្រុមហ៊ុន app ដើម្បីតវ៉ាតម្លៃអញ្ចឹងណាបងប្អូនអញ្ចឹងវីដេអូនេះសូមបាទអំពាវនាវឲ្យបងប្អូនយើងបាទបានឃើញហើយបាទជួយ share ជួយ like ឲ្យបងប្អូនយើងផ្សេងទៀតបានឃើញផងដើម្បីឲ្យគាត់បានចូលរួមអញ្ចឹងខ្ញុំកុំឲ្យខ្ញុំនិយាយច្រើនពេកណានិយាយច្រើនពេកគឺបងប្អូនមានថាអត់យល់ពីអ្វីដែលខ្ញុំចង់និយាយទេអញ្ចឹងខ្ញុំសូមតែប៉ុណ្្នឹងទេអញ្ចឹងសង្ឃឹមថាបងប្អូនយើងបាទនឹងចូលរួមនៅថ្ងៃទី23រង្វង់មូលនាងមច្ឆាឲ្យបានច្រើនកក
អរគុណច្រើនបងប្អូនណានៅថ្ងៃទី23ហ្នឹងពេលព្រឹកម៉ោង8បងប្អូនណាបញ្ជាក់អរគុណច្រើនបងប្អូន